តទៅពីស្ដេចផ្ដោះរបស់ខ្ញុំបានផលហើយខ្ញុំផ្ដោះបានហើយគឺខ្ញុំចាប់តាមរៀបរាប់វារើសយកអាខៀវខៀវនេះចោលអស់ដើម្បីយើងយកទៅទុកក្នុងទូទឹកកកឬក៏យើងយកទៅធ្វើអីញ៉ាំបានអញ្ចឹងណាស្ដេចផ្ដោះរបស់ខ្ញុំនេះគឺរាងវែងតិចហើយវារាងជ្រុលជាងរបស់គេលក់វិញគឺល្អមែនទែនហើយរាងកម្រាប់ទៀតឬថាថ្លោះល្អប៉ុន្តែចំណែករបស់ខ្ញុំនេះគឺរាងវែងឆ្ដោយពេកគេអ្នកបងប្អូនឃើញហើយវាជ្រុលណាខ្ញុំអត់សូវចេះបដោះដែរលើកទី1ដែលខ្ញុំបដោះអញ្ចឹងទៅបានប៉ុណ្ណឹងគឺវាល្អហើយក្រុមអាចជាងអត់បានទេណាបងប្អូនអញ្ចឹងហើយមកមើលទស្សនាដែលខ្ញុំចាប់ដើរប្រមូលផលសិតតែប្រមូលផលយកស្ដេចបដោះសោះក៏ប្រមូលផលបងប្អូនក៏ចេះច្រើនដែរប៉ុន្តែខ្ញុំលើកទី1ចំពោះខ្ញុំដែលខ្ញុំបដោះស្ដេចបដោះអញ្ចឹងណាហើយខ្ញុំចាប់ដើមយកវាទុកដើម្បីយើងយកទុកហើយធ្វើអីញ៉ាំធ្វើជ្រក់ឬក៏ធ្វើបន្លែធ្វើអីផ្សេងឬក៏ទៅឆាទៅអីទៅស្រេចតែចិត្តបងប្អូនឬក៏ស្រេចតែចិត្តដែលយើងចង់ធ្វើហូបអញ្ចឹងណាយើងធ្វើអីហូបក៏ធ្វើទៅតាមតែចិត្តយើងតែកន្លែងនេះរៀងក្តាំតិចហើយវារៀងម៉ែនេះដកចង់ចេញទេពេលដកជួនកាលអាចណាច់ចឹងណាអូល្អមែនទែនលើកទី1ហើយដែលខ្ញុំបានបដោះខ្លួនឯងអញ្ចឹងណារដងមកទៅទិញគេដល់ពេលសារហ្នឹងខ្ញុំសាកបដោះខ្លួនឯងម្ដងមើលតែវាយ៉ាងម៉េចវិញដល់ពេលឥឡូវគឺបដោះទៅវាបានផលមែនទែនណាបានផលប៉ប៉ខ្ញុំអត់ហ៊ានបដោះច្រើនទៀតខ្ញុំគឺបដោះបន្តិចបន្តួចទេហើយឥឡូវគឺវាបានប៉ុណ្ណេះដែរបានប៉ុណ្ណឹងមកល្មមហូបអញ្ចឹងណាវាយើងលើកទី1ដែរអញ្ចឹងខ្ញុំមិនហ៊ានបដោះច្រើនមកបដោះច្រើនពេកខ្លាចអត់បានផលវាខូចយើងនឹងចោលទាំងអស់ហើយអញ្ចឹងវាស្ដាយអញ្ចឹងយើងបដោះបន្តិចទៅដើម្បីយើងយកមកហូបឥឡូវគឺវាបានដែរអញ្ចឹងណាអានេះខ្ញុំរើសដាក់ក្នុងចានដែករួចបើខ្ញុំលាងទឹកលាងអីដើម្បីយើងយកមកហូបរើសអាខៀវនឹងចោលអស់ទៅយើងយកមកហូបឬក៏ប្រើប្រាស់ធ្វើអីផ្សេងតែចិត្តអានេះបើមានធ្វើជាជ្រក់ណាធ្វើជាជ្រក់ទៅយើងមានត្រីអាំងមកអូយតំណមែនទែនបងអូនអើយណាឬក៏យកទៅឆាក្បាលមានបបរគ្រឿងឬក៏នំបញ្ចុកអីនិយាយរួមធ្វើអីក៏បានដែរស្ដេចម្ដងស្រេចតែចិត្តបងប្អូននេះបើខ្ញុំអត់ដឹងថាខ្ញុំទៅយកមកធ្វើអីទេនេះពងតែកាត់មើលសិនតែត្រូវយកមកធ្វើអីហូបគឺមកប្រមូលផលវាសិនពិបាកដឹកដកទៀតណាបងប្អូនហើយអញ្ចឹងគូសំដែរនេះហើយវារៀងទៅខាងក្រោមឬវាចាក់ទៅក្រោមមកនេះមកឬវាវែងចឹងនេះម៉ែមែនទេណាគេតែបដោះសាកមើលទៅយើងជួនកាលខ្ញុំអត់សូវបានទៅសាអញ្ចឹងវាពិបាកចង់ហូបអីអញ្ចឹងវាពិបាករកបន្លែរនេះមកទិញមកអញ្ចឹងដូចថាចង់ធ្វើជ្រក់ស្ដេចបដោះអីយូរខ្ញុំទៅសាម្ដងអញ្ចឹងទៅវាពិបាកនឹងរកទិញមែនទែនអញ្ចឹងក៏រៀនបដោះទៅគឺវាបានផលយើងសប្បាយចិត្តដែរហ្នឹងណាបងអូននៅទី1ដែលយើងបដោះបានផលជាងគឺវារៀងសប្បាយចិត្តដែរហើយឥឡូវគឺខ្ញុំប្រមូលផលប៉ុណ្ណឹងសិនបងប្អូនមើលថាប្រមូលផលបានប៉ុណ្ណាឥឡូវគឺបានមកច្រៃនេះគឺនៅសល់នៅក្នុងនេះទៀតហើយនេះយើងបានប៉ុណ្នេះឯងនេះអូយល្អអូនអើយអូយអរគុណបាយបាយបើសិនជាកន្លែងណាដែលខ្ញុំនិយាយខុសសូមអភ័យទោសផងណា